ជំរាបសួរបងប្អូន Welcome back to my channel Go with Soya ថ្ងៃនេះយើងនឹងធ្វើនំប៉័ងញ៉ាំនៅផ្ទះដោយខ្លួនឯងងាយៗដែលមានគ្រឿងផ្សំដូចជាគ្រឿងផ្សំសម្រាប់ធ្វើម្សៅនំប៉័ងមានដូចជាទឹកដោះគោស្រស់ចំនួន150ក្រាមមេនំប៉័ង3ក្រាម baking powder 3ក្រាមស្ករសចំនួន40ក្រាមបន្ទាប់ពីថ្លឹងហើយយើងលាយគ្រឿងផ្សំទាំងអស់ហ្នឹងទុកក្នុងចានមួយឡែកសិនបន្ទាប់មកយើងធ្វើការថ្លឹងម្សៅទាំងអស់គ្នាដែលនៅក្នុងហ្នឹងគឺមានម្សៅចំនួន250ក្រាមប្រេងឆា20ក្រាមអំបិល1ក្រាមបន្ទាប់មកយើងយកគ្រឿងផ្សំដែលយើងបានលាយមុនហ្នឹងចាក់បញ្ចូលគ្នាជាមួយនឹងម្សៅយើងត្រូវច្បល់ល្បាយទាំងពីរហ្នឹងបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយរួចហើយយើងត្រូវវាយម្សៅឲ្យស្អិតរហូតដល់តែម្សៅហ្នឹងលែងស្អិតជាប់ដៃរបស់យើងតាក់ទងគ្រឿងផ្សំទាំងអស់ហ្នឹងបើសិនជាពុកម៉ែបងប្អូនមើលអត់ទាន់ទេខ្ញុំនឹងសរសេរបន្ថែមនៅខាងចុងវីដេអូបន្ទាប់មកពុកម៉ែបងប្អូនត្រូវយកថង់ប្លាស្ទិកយកមកកូរម្សៅហ្នឹងផ្អាប់ទុករយៈពេល1ម៉ោងឬក៏2ម៉ោងទៅតាមជាក់ស្ដែងនិងសីតុណ្ហភាពនៅក្នុងបន្ទប់របស់ពុកម៉ែបងប្អូនអញ្ចឹងអំឡុងពេលយើងផ្អាប់ម្សៅយើងត្រូវធ្វើស្នូលដែលស្នូលទាំងអស់ហ្នឹងគឺមានងាយមែនតើគឺមានសាច់ជ្រូកពីគក់ពងទាប្រៃម្រេចអំបិលប្រេងខ្យងហើយជាមួយនឹងស្លឹកខ្ទឹមបន្ទាប់ពីយើងលាយស្នូលទាំងអស់ហ្នឹងឲ្យសព្វល្អហើយពុកម៉ែបងប្អូនអាចធ្វើការកាត់ពងទាប្រៃមុនហ្នឹងជាដុំតូចៗបន្ទាប់មកហើយយើងអាចដាក់បន្ថែមនៅក្នុងស្នូលនំប៉័ងរបស់យើងឥឡូវពុកម៉ែបងប្អូនយើងត្រឡប់មកមើលម្សៅនំប៉័ងរបស់យើងវិញក៏បានឡើងល្អដែរអញ្ចឹងយើងធ្វើមិនក៏ដោយយើងត្រូវលុញម្សៅហ្នឹងឲ្យស្អិតរមួតចូលគ្នាឲ្យទៅជាដុំតែមួយបន្ទាប់មកហើយពុកម៉ែបងប្អូនអាចកាត់ទៅជាកង់ៗទៅតាមទម្ងន់ដែលពុកម៉ែបងប្អូនចង់បានបន្ទាប់ពីកាត់ជាកង់ៗហើយមូលម្សៅនំប៉័ងដែលយើងបានកាត់មុនហ្នឹងឲ្យមូលនិងស្អិតល្អរលោងស្អាតទៅពេលយើងដាក់ស្នូលទៅនំប៉័ងរបស់យើងគឺឡើងបានល្អសម្រាប់ខ្ញុំថ្ងៃនេះគឺខ្ញុំធ្វើតែបន្តិចទេអញ្ចឹងបន្ទាប់ពីខ្ញុំធ្វើហើយខ្ញុំកាត់ទៅជាម្សៅបានចំនួន5នំប៉័ងបន្ទាប់មកយើងយកម្សៅដែលយើងបានមូលដុំមុនហ្នឹងយកទៅកិនវាឲ្យចេញជារាងមូលហើយសំប៉ែតល្អទៅតាមអ្វីដែលពុកម៉ែបងប្អូនចង់បានបន្ទាប់មកហើយយើងយកវាទៅខ្ចប់ជាមួយស្នូលដែលយើងបានលាយទុកមុនហ្នឹងបន្ទាប់ពីខ្ចប់ហើយពុកម៉ែបងប្អូនអាចយកទៅចំហុយក៏បានឬក៏ពុកម៉ែបងប្អូនអាចយកទៅបំពងជាញ៉ាំក៏បានដែរសូមអរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំជឿជាក់ទាំងអស់គ្នាពុកម៉ែបងប្អូនអរគុណច្រើន